ខុសហើយសុំការលើកលែងទោសឲ្យកែប្រែទៅអ្នកចេះកែខ្លួនព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតព្រោះញាតិញោមយើងកុំដេកអោបភ្លើងណាបងណាធម្មតាមនុស្សយើងម្នាក់នៅពេលដែលដឹងថាខ្លួនយើងខុសហើយយើងអត់ទទួលកំហុសណាគឺអត់ទទួលកំហុសទេណាគឺនៅតែចេះនៅតែចោះអាហ្នឹងហើយគឺមានរឿងណាកាន់តែវែងឆ្ងាយមានន័យថាយើងដេកអោបភ្លើងពីមួយថ្ងៃទៅមួយថ្ងៃយើងចេះតែដេកគិតណាយើងអត់ចង់ចាញ់គេទេណាយើងដឹងថាយើងខុសណាប៉ុន្តែគឺយើងអត់ចង់ចាញ់គេណាគឺយើងអត់ព្រមណាគឺទទួលកំហុសរបស់យើងទេគឺនៅតែប្រកែកដាច់អហង្ការថាយើងគឺជាអ្នកត្រូវណាចំណុចនេះហើយគឺញាតិញោមកុំដេកអោបភ្លើងអញ្ចឹងយើងខុសហើយគឺចេះកែប្រែទៅញាតិញោមមិនមែនខេអញ្ចឹងថាលោកមិនចេះណាមិនចេះខឹងមិនចេះឆេវឆាវព្រោះលោកគឺដូចញាតិញោមអញ្ចឹងពីដើមឡើយមុននឹងខ្លាចមកជាណាឧត្តមអភេកខ្លាចមកជាខុសាមណេរគឺជាកូនរបស់ញាតិញោមទេដោយអាត្មាភាពក៏មានញោមប្រុសញោមស្រីយើងហៅថាជាឪពុកម្ដាយណាធម្មតាអញ្ចឹងគឺចិត្តរបស់យើងគឺវានៅតែមានអញ្ចឹងចិត្តខឹងគឺមិនអត់ទេដូចញាតិញោមបានឃើញជាក់ស្ដែងអញ្ចឹងប៉ុន្តែយើងយល់ព្រោះយើងយល់យើងបានបួសយើងបានរៀនយើងបានសិក្សាពីធម៌វិន័យយើងយល់យើងចេះរងាប់ចិត្តណាអញ្ចឹងវីដេអូហ្នឹងគឺអត់មានអីច្រើនទេគឺសូមចម្រើនពរញាតិញោមទាំងអស់គ្នាថាបើយើងដឹងកំហុសយើងថាយើងជាអ្នកខុសហើយណាយើងសូមការលើកលែងទោសណាដោយថ្មនិយាយពីដើមអញ្ចឹងថាបើយើងខុសហើយយើងចេះកែគឺល្អខ្លួនឯងផងណាគឺទៅមុខទៀតក្មេងចំនួនក្រោយក៏ដូចជាអ្នកចំនួនក្រោយដែលបានខេងគឺគេយកតម្រាប់តាមផងណាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងចម្រើនពរលា